សាលារៀនជនបទអ្នកគ្រូសុភាជាគ្រូបង្រៀននៅក្នុងសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុករបស់គាត់ហើយគាត់បាននិយាយរឿងរ៉ាវដែលគាត់បានជួបប្រទះនៅក្នុងសាលានោះឲ្យបានដឹងថាកាលពី10ឆ្នាំមុនបន្ទាប់ពីគាត់បានបញ្ចប់សញ្ញាបត្រគ្រូបង្រៀនរូបគាត់បានត្រូវមកបង្រៀននៅក្នុងសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុករបស់គាត់ដែលមានចម្ងាយពីផ្ទះទៅសាលានោះជាង20គីឡូដោយរំលងពីភូមិទើបទៅដល់ពេលទៅដល់ថ្ងៃដំបូងអ្នកគ្រូសុភាបានដើរជុំវិញពិនិត្យខាងក្នុងខាងក្រៅតាមបន្ទប់នីមួយៗក្នុងសាលារៀនទាំងអស់ហើយគាត់បានកត់សម្គាល់ថាដោយសាលារៀនបឋមនោះគឺនៅជាប់ផ្លូវលំដាច់ស្រយាលឆ្ងាយពីភូមិតែសាលាមានសភាពចាស់ទ្រុឌទ្រោមជញ្ជាំងប្រេះក្បឿងបាក់បែកមួយធ្លុះធ្លាយស្ទើរគ្រប់បន្ទប់ចំណែកកៅអីនិងក្តារខៀនរឹតតែចាស់រលុងដែលគោលស្ទើររលេះដាច់ពីគ្នារីឯជុំវិញសាលារៀនមានដើមស្ដៅដើមត្នោតដើមប្រេងខ្យល់ដុះជុំវិញសាលានិងមានស្រះទឹកមួយដែលដុះរំចង់ប្រលិតទឹកថ្លាឆ្វេងនៅខាងក្រោយសាលារៀននោះផងដែរចាប់តាំងពីថ្ងៃនោះបន្ទាប់ពីអ្នកគ្រូសុភាបានបង្រៀនសិស្សនៅក្នុងសាលាបានមួយសប្តាហ៍មកគាត់បានចាប់អារម្មណ៍ទៀតថាសិស្សនៅក្នុងថ្នាក់រៀននីមួយៗមិនមានច្រើននោះទេយ៉ាងច្រើនត្រឹមតែ10នាក់តែប៉ុណ្ណោះចំណែកឯគ្រូបង្រៀនតាមបន្ទប់នានាវិញក៏មិនសូវមកកអ្វីនោះដែរហើយសុទ្ធតែជាគ្រូមកពីភូមិឆ្ងាយដូចជារូបគាត់មានថ្ងៃមួយពេលម៉ោង11សិស្សសាលាចេញពីថ្នាក់រៀនអស់អ្នកគ្រូសុភាបានអង្គុយនៅក្នុងថ្នាក់មួយសន្ទុះក្រោយមកស្រាប់តែអ្នកគ្រូបានឃើញសិស្សស្រីវ័យជំទង់ម្នាក់ស្លៀកពាក់អាវសបានឈរសម្លឹងមករកគាត់នៅខាងក្រៅបន្ទប់តាមមាត់បង្អួចដោយទឹកមុខហាក់បីដូចជាចង់ប្រាប់អ្វីមួយពេលនោះអ្នកគ្រូសុភាបានសួរទៅនាងប៉ុន្តែនាងមិនតបមិនស្ដីអ្វីនោះឡើយហើយបានរត់ចេញពីមាត់បង្អួចនោះទៅកាន់បន្ទប់ទឹកអ្នកគ្រូសុភាឃើញដូច្នោះរូបគាត់បានដើរតាមទៅមើលប៉ុន្តែពេលទៅដល់មិនឃើញសិស្សស្រីវ័យជំទង់នោះទេហើយគាត់ក៏មិនបានចាប់អារម្មណ៍អ្វីនោះដែរលុះស្អែកព្រឹកឡើងប្រហែលម៉ោង8ពេលអ្នកគ្រូសុភាកំពុងតែបង្រៀនសិស្សស្រាប់តែអ្នកគ្រូបានឃើញសិស្សស្រីវ័យជំទង់ម្នាក់នោះកាលពីម្សិលមិញឈរនៅមាត់បង្អួចសាលាសម្លឹងមករកគាត់ម្ដងទៀតបន្ទាប់មកគាត់បានសួរទៅសិស្សស្រីនោះភ្លាមប៉ុន្តែនាងក៏រត់ចេញនឹងមិននិយាយស្ដីអ្វីដដែលដោយចិត្តសង្ស័យអ្នកគ្រូសុភាបានសួរទៅគ្រូបន្ទប់ថ្នាក់រៀននានានិងរៀបរាប់ភិនភាគសិស្សស្រីម្នាក់នោះប៉ុន្តែគ្មានគ្រូបន្ទប់ថ្នាក់រៀនណាស្គាល់នាងនោះឡើយលុះដល់ពេលយប់បន្ទាប់ពីអ្នកគ្រូសុភារៀបចំបាយទឹកហើយរួចពេលនោះពេលដែលគាត់រៀបនឹងចូលដំណេកស្រាប់តែរូបគាត់បានលើក្មេងស្រីម្នាក់យំនៅខាងក្រៅបន្ទប់របស់គាត់ភ្លាមនោះគាត់បានស្រែកស៊ូប៉ុន្តែក្មេងស្រីនោះមិនឆ្លើយតបហើយក៏នៅតែយំខាងក្រៅបន្ទប់ដដែលបន្ទាប់មកគាត់បានទៅបើកទ្វារបន្ទប់ហើយគ្មានចិត្តសង្ស័យអ្វីទាំងអស់ពេលបើកទ្វារបន្ទប់មកស្រាប់តែអ្នកគ្រូសុភាបានឃើញក្មេងស្រីវ័យជំទង់ដែលអ្នកគ្រូបានឃើញកាលពីថ្ងៃនោះបានឈរនៅមុខបន្ទប់របស់អ្នកគ្រូដោយនាងបានយំសោកគួរឲ្យអាណិតនិងមានរូបរាងស្រស់ស្អាតស្រស់សោភាប៉ុន្តែបន្តិចក្រោយមកក្មេងស្រីនោះចាប់ផ្ដើមរលេះរលួយសាច់មានដង្កូវរកទឹកងងឹយហូរចេញពីខ្លួននាងមានក្លិនស្អុយអាសោចពេញក្នុងបន្ទប់និងមានហូរឈាមហូរតាមភ្នែកគួរឲ្យខ្លាចប្រចោដៃវែងហើយបានដើរមករកអ្នកគ្រូសុភាបន្តិចម្ដងពេលនោះអ្នកគ្រូសុភាទើបដឹងថានាងគឺជាខ្មោចហើយអ្នកគ្រូក៏ចាប់ផ្ដើមមានអារម្មណ៍ភិតភ័យញើសហូរចុះថ្ងាសនិងបានស្រែករកជំនួយប៉ុន្តែអ្នកគ្រូសុភាគាត់ស្រែកមិនចេញនោះឡើយហាក់បីដូចជាមានអ្វីនៅជាប់បំពង់កគាត់អញ្ចឹងគាត់បានត្រឹមតែស្រែកត្រដោខ្យល់ស្រែកលឺសូរខ្សៅតែប៉ុណ្ណោះរីឯខ្មោចស្រីម្នាក់នោះក៏នៅតែបន្តដើរមករកអ្នកគ្រូដដែលពេលនោះអ្នកគ្រូសុភាឃើញដូច្នោះគាត់រឹតតែភ័យខ្លាំងលើសដើមរួចហើយគាត់បានប្រឹងអស់ពីពោះបានប្រឹងស្រែកមួយទំហឹងរហូតដល់ភ្ញាក់ពេលនោះទើបគាត់ដឹងថាតាមពិតរូបគាត់សុបិនអាក្រក់សោះប៉ុន្តែគាត់នៅតែងឿងឆ្ងល់ក្នុងចិត្តហេតុអ្វីសុបិននោះដូចជាការពិតម្លេះចំណែកឯក្លិនស្អុយអាសោចវិញក៏នៅតែស្អុយពេញក្នុងបន្ទប់របស់គាត់ដដែលលុះយប់បន្ទាប់អ្នកគ្រូសុភាបានសុបិនឃើញក្មេងស្រីវ័យជំទង់នោះម្ដងទៀតដោយទឹកមុខគួរឲ្យអាណិតនិងគួរឲ្យខ្លាចរអាដូចយប់កាលពីម្សិលមិញដូចគ្នា
ហើយចាប់តាំងពីថ្ងៃនោះអ្នកគ្រូសុភាបានសុបិនឃើញក្មេងស្រីវ័យជំទង់នោះស្ទើរជារៀងរាល់យប់បានធ្វើឲ្យអ្នកគ្រូសុភាផិតភ័យសម្រាប់មិនឆ្អែតស្ទើរជារៀងរាល់ថ្ងៃផងដែរមានថ្ងៃមួយបន្ទាប់ពីសិស្សសាលាចេញពីថ្នាក់រៀនអស់អ្នកគ្រូសុភាបានរៀបចំនឹងជិះកង់ត្រឡប់មកផ្ទះវិញពេលនោះអ្នកគ្រូបានក្រឡេកចោលកន្ទុយភ្នែកទៅគិនសាលាស្រាប់តែបានឃើញក្មេងស្រីវ័យជំទង់ម្នាក់នោះទៀតភ្លាមក្នុងចិត្តអ្នកគ្រូផិតភ័យណាស់ព្រោះអីគាត់ដឹងថាក្មេងស្រីនោះមិនមែនជាមនុស្សនោះទេប៉ុន្តែដោយក្តីអាណិតដោយឃើញទឹកមុខភាពកំសត់របស់នាងអ្នកគ្រូសុភាក៏ព្យាយាមខំទប់អារម្មណ៍មិនភ័យខ្លាចនិងបានចុះពីលើកង់ដើរទៅស៊ូក៏ប៉ុន្តែពេលដើរជិតដល់ក្មេងស្រីនោះបានរត់គេចពីអ្នកគ្រូហើយបានរត់ទៅស្រះខាងក្រោយសាលាអ្នកគ្រូសុភាឃើញដូច្នោះរូបគាត់បានដើរយ៉ាងលឿនតាមពីក្រោយពេលនោះពេលក្មេងស្រីរត់ទៅដល់មកស្រះរូបនាងបានបែរមុខមករកអ្នកគ្រូសុភាវិញដោយកែវភ្នែករបស់នាងពោពេញដោយក្តីកំសត់និងហូរទឹកភ្នែកជោគទ្ពាល់បន្ទាប់មករូបនាងក៏បានលោតចូលក្នុងស្រះទឹកនោះបាត់ទៅបានធ្វើឲ្យអ្នកគ្រូសុភាភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចហើយអ្នកគ្រូបានអង្គុយចាំមើលនាងងើបឡើងពីទឹកវិញប៉ុន្តែលុះមួយសន្ទុះធំក្រោយមកមិនឃើញក្មេងស្រីនោះងើបឡើងចេញពីទឹកវិញនោះទេរួចហើយអ្នកគ្រូសុភាក៏បានសម្រេចចិត្តជិះកង់ត្រឡប់ទៅផ្ទះវិញទៅប៉ុន្តែនៅតាមដងផ្លូវក្នុងចិត្តអ្នកគ្រូពោពេញដោយភាពងឿងឆ្ងល់និងចង់ដឹងថាក្មេងស្រីនោះមនុស្សឬខ្មោចឲ្យអ្វីពិតប្រាកដមិនតែប៉ុណ្ណោះគាត់បានសង្ស័យថានៅក្នុងស្រះក្រោយសាលាមានអ្វីចាក់ជាមិនខានពេលនោះអ្នកគ្រូសុភាបានជិះកង់បណ្ដើរគិតបណ្ដើររហូតទ្រាំមិនបានអ្នកគ្រូបានជិះកង់ត្រឡប់មកសាលារៀនវិញនិងបានឈរនៅមាត់ស្រះគិតសិញ្ចឹងមួយសន្ទុះបន្តិចក្រោយមកអ្នកគ្រូសុភាបានសម្រេចចិត្តចុះទៅក្នុងស្រះរាវរកមើលដើម្បីបំបត្តិភាពងឿងឆ្ងល់សង្ស័យរបស់គាត់ពេលនោះអ្នកគ្រូសុភាបានមុជចុះមុជឡើងនិងបានរាវគ្រប់ជ្រុងជ្រោយនៃស្រះរំពេចនោះស្រាប់តែគាត់បានរាវប៉ះអ្វីមួយបន្ទាប់មកគាត់បានចាប់របស់នោះលើកឡើងផុតពីទឹកបានធ្វើឲ្យគាត់ស្ទើរអស់លុះប្រលឹងចេញពីខ្លួនដោយរបស់នោះគឺជាឆ្អឹងខ្មោចរួចហើយអ្នកគ្រូសុភាបានស្រវេស្រវាឡើងចេញពីក្នុងស្រះនិងយកឆ្អឹងខ្មោចនោះមកដល់លើគោកមាត់ស្រះទាំងញញីញញ័រផងដែររួចមកអ្នកគ្រូសុភាបានពិនិត្យមើលឆ្អឹងសាកសពដោយបានឃើញថាឆ្អឹងសាកសពនោះមានសម្លៀកបំពាក់ដោយដែលក្មេងស្រីវ័យជំទង់ដែលគាត់បានឃើញក្នុងសុបិននិងឃើញស្ទើរជារៀងរាល់ថ្ងៃនៅគិនសាលាបន្ទាប់មកអ្នកគ្រូសុភាបានប្តឹងទៅប៉ូលីសបានធ្វើឲ្យអ្នកភូមិក្បែរនោះមកមើលជុំចិត្តជុំវិញសាលារៀនលុះដល់ល្ងាចរៀបយប់ទើបប៉ូលីសស៊ើបអង្កេតឲ្យបានដឹងថាឆ្អឹងសាកសពនោះគឺជាក្មេងស្រីចន្ទាដែលបានបាត់ខ្លួនជាង5ឆ្នាំមុនរកមិនឃើញដោយគ្មានមូលហេតុគ្មានដានអ្វីទាំងអស់ហើយអ្នកភូមិគ្រប់គ្នាបានគិតថាចន្ទារូបនាងប្រហែលលង់ទឹកក្នុងស្រះសាលារៀននេះហើយទើបបានឆ្អឹងរបស់នាងនៅក្នុងស្រះនេះដូច្នេះរួចហើយប៉ូលីសបានប្រគល់ឆ្អឹងសាកសពទៅឲ្យឪពុកម្ដាយរបស់នាងចន្ទាធ្វើបុណ្យតាមប្រពៃណីហើយតាំងពីពេលនោះមកអ្នកគ្រូសុភាក៏មិនដែលឃើញក្មេងស្រីវ័យជំទង់នោះបង្ហាញខ្លួនឲ្យរូបគាត់ឃើញទៀតដែរទោះបីនៅក្នុងសុបិនរបស់គាត់ក៏ដោយហើយអ្នកគ្រូសុភាក៏បានបង្រៀនសិស្សនៅក្នុងសាលារៀនជនបទនោះរហូតមកដល់សព្វថ្ងៃនេះ